อันนี้ខ្ញុំ deploy វានៅក្នុង Docker ហើយអានេះខ្ញុំ map ចូល Cloudflare ទៅហើយអានេះ domain name របស់ខ្ញុំហើយអានេះខ្ញុំ build ជាប្រភេទ community ខ្ញុំបាន build កន្លែង discussion កន្លែងនេះ discussion ហើយចុចបង្កើត new discussion ទៅយើងអាចដាក់ input markdown បានហើយបន្តមកទៀតយើងអាចចូលនៅក្នុងអ្នកផ្សេងនៅក្នុងខាងនេះមានអ្នកparticipate ហើយយើង subscribe ទៅនៅពេលដែលមានអ្នកផ្សេងមានអ្នកផ្សេង participate ដែរនឹង notify នៅកន្លែង notification នេះកន្លែងនេះហើយកន្លែងហ្នឹងប្រសិនបើ role គាត់ជា admin គឺគាត់អាច view admin បាន admin មាន setting អញ្ចឹងយើងអាចប្រសិនបើគាត់ admin គឺគាត់អាច change user role របស់គេបានដល់ admin ទៅលេងមានសិទ្ធិ access ហើយអានេះគាត់អាចបើ admin គឺគាត់អាចបង្កើត blog post មួយទៀត blog post ហ្នឹងគឺទៅនៅក្នុង main folder របស់យើងនៅក្នុងនេះអានេះគឺជា blog post នៅពេលដែល admin សរសេរទៅគឺមិនដឹងទេក៏ប៉ុន្តែក្នុងហ្នឹងក៏មាន discussion សម្រាប់ឲ្យ user ធម្មតាអាចcommunicate គ្នាបានខ្ញុំអរគុណមានតែប៉ុណ្្នឹង